សម្រាប់អ្នកគេដែលកំពុងតែមានកម្រងចង់ទៅលេងកោះរ៉ុងសន្លឹមក្នុងពេលឆាប់ៗហ្នឹងមើលវីដេអូនេះគឺត្រូវហើយព្រោះអីខ្ញុំនឹងបង្ហាញពីវិធីធ្វើដំណើរធ្វើមិនចំណាយអស់លុយតិចកន្លែងថតរូបស្អាតហើយសកម្មភាពសប្បាយៗនៅលើទឹកដីកោះរ៉ុងសន្លឹមនឹងផ្ទាល់ហ្មងខ្ញុំចាប់ផ្ដើមចេញដំណើរពីទីក្រុងភ្នំពេញទៅនឹងប្រហែលជាម៉ោង 5 ភ្លឺទៅដល់លេងសារហ្នឹងគឺខ្ញុំជិះឡានរបស់ក្រុមហ៊ុនវីរៈប៊ុនថាំហើយខ្ញុំធ្វើការ booking ស្បត់ឡានហ្នឹងតាមរយៈ app ជិះពីភ្នំពេញទៅកាន់កោះរ៉ុងសន្លឹមផ្ទាល់ហ្មងហើយអតិថិជនដែលធ្វើការកក់ស្បត់ឡានតាម app គេហ្នឹងនឹងទទួលបានការជិះទូកទៅវិញទៅមកពីកំពង់ផែក្រុងព្រះសីហនុទៅកោះរ៉ុងសន្លឹមហ្នឹងដោយឥតគិតថ្លៃទៀតហើយប្រភេទទូកគេហ្នឹងជាប្រភេទទូក Bouvasie Speedboat ទូកស្អាតទំនើបសុវត្ថិភាពមកដល់កោះរ៉ុងសន្លឹមរៀងថ្ងៃដែរបន្ទាប់មកធ្វើការ check in resort ដែលបាន booking ទុកហ្នឹងហើយចាប់ផ្ដើមផ្លាស់ប្ដូរខោអាវដើម្បីត្រៀមខ្លួនទៅធ្វើសកម្មភាពទី1ចាប់ផ្ដើមសកម្មភាពទី1ហ្នឹងគឺខ្ញុំបានទិញកញ្ចប់ធួគេហ្នឹងគឺកញ្ចប់ធួគេហ្នឹងគេនាំយើងទៅមើលផ្កាយសមុទ្រហើយបន្ទាប់មកធ្វើសកម្មភាពស្ទូចត្រីបន្ទាប់ពីធ្វើសកម្មភាពមើលផ្កាយសមុទ្រស្ទូចត្រីអីហើយខាងក្រុមការងារធួគេហ្នឹងគឺគេជួនយើងមកលេងភូមិ23សម្រាប់ភូមិ23ហ្នឹងគឺភាគច្រើនមកមើលថ្ងៃលិចនៅហ្នឹងដោយសារថ្ងៃលិចនៅហ្នឹងស្អាតហើយនៅហ្នឹងគឺមានហាងច្រើនមែនតើនៅតាមមាត់ឆ្នេរហ្នឹងដែលយើងអាចអង្គុយ chill ដូចកន្លែងដែលខ្ញុំមកនេះគឺមានភីសាញ៉ាំហើយមើលទេសភាពថ្ងៃលិចដាប់សំឡេងទឹកសមុទ្រអីចឹងទៅសកម្មភាពមួយទៀតដែលអ្នកទាំងអស់គ្នាគួរតែធ្វើហ្នឹងគឺធ្វើការដើរលេងនៅតាមមាត់ឆ្នេរខ្ញុំអត់ដឹងថាឆ្នេរមួយនេះគេហៅថាឆ្នេរអីអ្នកទាំងអស់គ្នាប៉ុន្តែគ្រាន់ថាកំពង់ផែដែលខ្ញុំបានចោះមកហ្នឹងគឺមានឈ្មោះថាកំពង់ផែសួននឹងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់មកដើរលេងនៅឆ្នេរស្អាតនៅកោះរ៉ុងសន្លឹមគឺខ្ញុំណែនាំមកឆ្នេរហ្នឹងហ្មងនៅតាមមាត់ឆ្នេរហ្នឹងគឺវែងខ្លាំងមែនតើហើយមានជនបរទេសគាត់មកលេងសម្រាប់លំហែនៅកោះរ៉ុងសន្លឹមហ្នឹងក៏ច្រើនដែរហើយបន្ទាប់ពីដើរលេងនៅតាមមាត់ឆ្នេរហ្នឹងរៀងយូរដែរហើយរៀងថ្ងៃបន្តិចបានខ្ញុំចាប់ផ្ដើមរៀបចំខ្លួនដើម្បីធ្វើដំណើរពីកំពង់ផែសួននឹងហ្នឹងទៅកំពង់ផែក្រុងព្រះសីហនុវិញហើយសម្រាប់ការធ្វើដំណើរពីក្រុងព្រះសីហនុទៅកាន់ទីក្រុងភ្នំពេញគឺខ្ញុំជិះឡាន Airbus របស់វីរៈប៊ុនថាំនិយាយរួមទៅឡានគេហ្នឹងគឺធំទូលាយហើយសេវាកម្មល្អខ្លាំងមែនទែនហើយចំពោះបុគ្គលិកក៏រួសរាយរាក់ទាក់ដែរហើយសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេជួបគ្នាម្ដងទៀតក្នុងវីដេអូបន្តបាយបាយ